ចាសួស្តីថ្ងៃនេះជួបគ្នាជាថ្មីជាមួយដុកទ័រពិសីបងប្អូនធ្លាប់ពិនិត្យសុខភាពកន្លងមកនឹងខ្ញុំជឿជាក់ថាបានដឹងថាតើយើងជាទូទៅយើងពិនិត្យទៅលើអ្វីខ្លះហើយគួរពិនិត្យញឹកញាប់បានប៉ុណ្ណាចាក្នុងការពិនិត្យទៅលើសុខភាពបេះដូងរកមើលថាតើយើងមានកត្តាប្រឈមនឹងជំងឺបេះដូងដែរអត់ព្រោះជួនកាលបើយើងមើលថាតើយើងជាអ្នកដែលមានជំងឺបេះដូងដែរអត់រងចាំរហូតដល់យើងមានរោគសញ្ញាដែលបេះដូងយើងធ្វើទុកហើយពេលនឹងការព្យាបាលអាចនឹងចំណាយច្រើនហើយក៏អាចនឹងមានកត្តាជាច្រើនរួមផ្សំធ្វើឲ្យមានការពិបាកក្នុងការព្យាបាលដែរចំពោះបងប្អូនដែលមិនទាន់បានពិនិត្យសុខភាពឬក៏មានការបារម្ភឬក៏មានកត្តាណាមួយដែលធ្វើឲ្យបងប្អូនមិនអាចនឹងមានការថាមានឱកាសដើម្បីមកធ្វើការពិនិត្យសុខភាពបានជាពិសេសទៅលើសុខភាពផ្នែកបេះដូងវាមិនដូចជាបងប្អូនគិតនោះទេទី1បងប្អូនអាចនឹងគិតថាតែមើលទៅច្បាស់ជាឃើញហើយតែច្បាស់ជាឃើញហើយអានឹងខ្លាចថាពិបាកក្នុងការដោះស្រាយតែវាមិនមែនអញ្ចឹងទាំងអស់ទេបើសិនជាយើងពិនិត្យសុខភាពទៅឃើញថាមានបញ្ហាណាមួយកើតឡើងយើងអាចនឹងមានការស្លុតមានការពិបាកក្នុងការទទួលយកប៉ុន្តែសូមពង្រឹងឡើងវិញហើយពិនិត្យមើលទៅលើចំណុចវិជ្ជមានវិញថាតើបញ្ហាដែលកំពុងកើតឡើងនេះយើងស្ថិតក្នុងដំណាក់កាលមួយណាតើមានមធ្យោបាយដោះស្រាយដែរអត់ការព្យាបាលអាចធ្វើតាមរបៀបណាខ្លះហើយអាចមានឱកាសទទួលបានលទ្ធផលល្អក្នុងកម្រិតប៉ុណ្ណាអាចត្រឡប់មករកសភាពដើមវិញបានដែរក៏អត់ទេដូច្នេះបងប្អូនអាចធ្វើការរៀបចំគោលដៅក៏ដូចជាការងារប្រចាំថ្ងៃរបស់បងប្អូនទៅតាមនឹងបានចំណុចទី2ដែលបងប្អូនតែងតែគិតថាឆែកសុខភាពបេះដូងឬក៏ឆែកសុខភាពទូទៅម្ដងអស់ច្រើនណាបើមកជួបពេទ្យជួនកាលយើងគ្រាន់តែមើលមុខពីមុខទៅបានហើយកុំឲ្យចំណាយច្រើនពេកព្រោះអត់ដែលធ្វើទុកផងជាការគិតមួយដែលល្អដែរតែក្នុងមុខពីមុខហ្នឹងនាងខ្ញុំសូមណែនាំឲ្យបងប្អូនមើលអ្វីដែលសំខាន់ដែលចំពោះមុខហើយជៀសវាងយើងធ្វើតាមទម្លាប់ឧទាហរណ៍មុខដំបូងដែលបងប្អូនគួរមើលមានប្រដាប់វាស់ឈាមមួយនៅផ្ទះអាចវាស់សម្ពាធឈាមខ្លួនឯងនិងសមាជិកក្រុមគ្រួសារត្រូវគោរពតាមការដែលយើងវាស់ដែលត្រឹមត្រូវគឺពេលដែលសម្រាប់ស្ងៀមអញ្ចឹងបងប្អូនអាចភ្ញាក់ពីទំនេរឧទាហរណ៍ថាអត់ទាន់ត្រូវការទៅទប់ទឹកឬក៏អីទេបងប្អូនអាចសម្រាប់នៅលើក្រែនឹងវាស់ឈាមមើលឃើញប៉ុន្មានដែរហើយសូមវាស់ទៀងទាត់ឲ្យបាន2ដងទៅ3ដងដោយគម្លាតគ្នាពីការវាស់ម្ដង5នាទីអីទៅអញ្ចឹងយើងអាចធ្វើជាមធ្យមភាពបានហើយតើការវាស់លើកទី1លើកទី2លើកទី3ហ្នឹងប្រហែលជាមធ្យមយើងនឹងឈាមយើងប្រហែលបើសិនជាមានឱកាសអាចនៅពេលយប់មុនពេលចូលសម្រានធ្វើការវាស់អញ្ចឹងម្ដងទៀតចាអញ្ចឹងក្រោយពីដឹងថាតើសម្ពាធឈាមរបស់បងប្អូនស្ថិតក្នុងកម្រិតធម្មតាឬក៏យ៉ាងម៉េចបងប្អូនត្រូវធ្វើការបូមឈាមជាចំណុចទី2អញ្ចឹងបូមឈាមបងប្អូនអាចមើលទៅលើស្ករដើម្បីដឹងថាតើបងប្អូនមានទឹកនោមផ្អែមឬក៏លើស្ករដែរអត់ទេអញ្ចឹងគួរមើលទៅលើស្ករហើយនឹងកំហាប់ស្ករគេហៅ HbA1c ដើម្បីដឹងថាតើរយៈពេលកន្លងមកនេះស្ករបងប្អូនខ្ពស់អត់ហើយចំណុចទី3ដែលត្រូវមើលគឺមើលទៅលើខ្លាញ់សូមមើល cholesterol total triglycerid LDL cholesterol និង HDL cholesterol អញ្ចឹងខ្លាញ់លើសគឺជាកត្តាមួយដែលរួមផ្សំធ្វើឲ្យប្រឈមមុខនឹងការឡើងសម្ពាធឈាមក៏ដូចជាប្រឈមមុខនឹងការកើតជំងឺបេះដូងនិងសរសៃឈាមដទៃផ្សេងទៀតជាច្រើនអញ្ចឹងការវាស់សម្ពាធឈាមរបស់យើងការមើលទៅលើស្ករយើងមានទឹកនោមផ្អែមដែរអត់ការមើលទៅលើខ្លាញ់តើយើងមានលើខ្លាញ់ដែរអត់ជាចំណុចគោលដំបូងគេដែលបងប្អូនអាចធ្វើបានជំហានដំបូងនេះបងប្អូនអត់ចំណាយអស់ច្រើនទេបន្ទាប់ពីបានលទ្ធផលហើយទោះជាស្ថិតក្នុងកម្រិតធម្មតាទាំងអស់ក៏ដោយនាងខ្ញុំណែនាំឲ្យធ្វើការណាត់ជួបជាមួយគ្រូពេទ្យឯកទេសខាងផ្នែកបេះដូងឲ្យបានយ៉ាងហោចម្ដងដែរណាត់ជួបដើម្បីអីដើម្បីពិភាក្សាក្នុងការការពារកុំឲ្យប្រឈមមុខនឹងបញ្ហាកើតជំងឺស្ទះសរសៃឈាមបេះដូងឬក៏ប្រឈមមុខនឹងការគាំងបេះដូងឬក៏ប្រឈមមុខនឹងការស្ទះឬក៏ដាច់សរសៃឈាមខួរក្បាលដែលអាចបង្កជាគ្រោះថ្នាក់បានផ្អែកទៅតាមកត្តាអាយុបងប្អូនគ្រូពេទ្យនឹងធ្វើការណែនាំឲ្យថាតើបងប្អូនគួរធ្វើការរស់នៅបែបណាហាត់ប្រាណឬក៏លេងកីឡាក្នុងកម្រិតប៉ុណ្ណារយៈពេលប៉ុណ្ណាតើគួររក្សាគីឡូបែបណាទទួលទានអាហារបែបណាអញ្ចឹងដើម្បីធ្វើឲ្យសុខភាពបងប្អូននៅតែល្អដដែលហើយបើសិនជាឃើញមានបញ្ហាកើតឡើងគ
គ្រូពេទ្យនឹងធ្វើការណែនាំថាតើការព្យាបាលមានវិធីសាស្ត្រអីខ្លះដើម្បីកាត់បន្ថយអត្រាប្រឈមមុខនឹងគ្រោះថ្នាក់ដោយសារតែការឡើងខ្លាញ់ឡើងស្គរឬក៏ឡើងសម្ពាធឈាមនឹងហើយតើការព្យាបាលត្រូវធ្វើបែបណាដែរមានជោគជ័យក្នុងកម្រិតប៉ុណ្ណាក្រៅពីការប្រើប្រាស់ថ្នាំបងប្អូនអាចធ្វើអ្វីបានផ្សេងទៀតដើម្បីជួយឲ្យការព្យាបាលកាន់តែមានប្រសិទ្ធភាពខ្ពស់ក្រោយពីស្ដាប់ការណែនាំរបស់គ្រូពេទ្យទាំងអស់នឹងហើយបងប្អូនអាចយកទៅអនុវត្តតាមធ្វើឲ្យសុខភាពរបស់បងប្អូនកាន់តែប្រសើរមិនងាយប្រឈមមុខនឹងការកើតឡើងនៃផលវិបាកធ្ងន់ធ្ងរដែលអាចជាកត្តាមួយគួរឲ្យសោកស្ដាយបើសិនជាយើងបានដឹងហើយយើងធ្វើការព្យាបាលនិងការការពារបានទាន់ពេលវេលាចាអរគុណបើមានចម្ងល់អាចតាក់ទងមកក្នុង Telegram 012 623 119ចាអរគុណជម្រាបលា